មានបកលខ្លះមានការខកចិត្តឬក៏ខូចចិត្តនៅពេលដែលខ្លួនត្រូវបានបាត់បង់នៅវត្ថុឬក៏មនុស្សដែលជាទីស្រឡាញ់កប់ចិត្តហើយក៏បានធ្វើអត្តឃាតខ្លួនឯងណាគឺសម្រាប់ខ្លួនណាមានការលោតទឹកឬក៏ចងកសម្រាប់ខ្លួនជាដើមចឹងទៅអាត្មាភាពសូមសួរលោកគ្រូថាតើបុគ្គលនោះឯងមានទោសនៅក្នុងបាណារិបាតដែរឬទេសម្រាប់ខ្លួនឯងអត់មែនបាណារិបាតទេណាចឹងណាបាណារិបាតគឺសម្រាប់សត្វដទៃណាសម្រាប់ខ្លួនឯងអត់មែនចាត់ចូលក្នុងបាណារិបាតទេបាណារិបាតគឺសត្វដទៃចឹងណាហើយការសម្រាប់ខ្លួនឯងនឹងវាចែកទៅជាពីរមានទុកក៏មានជាគុណក៏តែមានទៀតជាគុណក៏មានដែរសម្រាប់ខ្លួនឯងដូចជាព្រះបាទសង្ឃៈស្ដេចចក្រពត្តិដែលកាត់ប្រសិទ្ធៈបូជាពធនោះនឹងជាគុណដ៏ក្រៃលែងទៀតក៏ព្រឹកទៅដោយមហាកុសលដ៏ធំធេងគិតឃើញថាព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងអំពីព្រះនិព្វានជាកំពូលនៃធម៌ដូច្នេះយើងមានតែត្បូងនេះហើយជាកំពូលនៃអវយវៈសិស្សៈហ្នឹងដើម្បីបូជាពធទៅកាត់ពិសិស្សៈហ្នឹងណាបូជាពធការបូជាជីវិតថ្វាយបរតនត្រ័យដោយតាំងចិត្តជ្រះថ្លាចំពោះបរតនត្រ័យពិតៗគឺជាកុសលទាំងយើងដែលមិនទាន់បានសិក្សាសភាពនៃចិត្តដែលមានកម្រិតនៃសេចក្តីជ្រះថ្លាក្នុងបរតនត្រ័យយើងអត់យល់ទេយើងអត់យល់ថាការដែលអាចបូជាជីវិតចំពោះបរតនត្រ័យនេះជាគុណយ៉ាងណានោះយើងអត់យល់ទេយើងច្រើនតែឲ្យកំហុសតែម្យ៉ាងយើងច្រើនតែឲ្យកំហុសថាចិត្តទោសក្នុងការសម្លាប់ខ្លួនពីព្រោះថាបើយើងនៅរស់យើងអាចធ្វើអ្វីទៀតបានទាំងអស់ក្នុងការដែលត្រូវបូជាចំពោះព្រះពុទ្ធពធព្រះសង្ឃអាហ្នឹងយើងនិយាយទៅតាមសភាពនៃការយល់ដឹងរបស់យើងមិនដែលបានសិក្សាពីសភាពនៃចិត្តដែលជ្រះថ្លាក្នុងគុណបរតនត្រ័យរហូតដល់ទៅបូជាជីវិតដោយចិត្តបរិសុទ្ធនោះមិនមែនជាមិច្ឆាទិដ្ឋិមិនមែនជាតោសៈមូលចិត្តមិនមែនជាលោភៈមិនមែនជាមោហៈគឺជាមហាកុសលដែលជ្រះថ្លាក្នុងពុទ្ធពធព្រះសង្ឃហើយយកជីវិតនឹងមកធ្វើជាគ្រឿងបូជាហើយសួរថាបានបុណ្យអីបើមិនមែនជាបច្ច័យ4ផងហ្នឹងរឿងបុណ្យហ្នឹងមិនមែនទាល់តែថាអ្នកទទួលហ្នឹងមិនមែនទាល់តែថាអ្នកទទួលហ្នឹងបាននៅបច្ច័យ4ហ្នឹងបានអ្នកធ្វើទានបានបុណ្យនេះណាទេរឿងបុណ្យកុសលវានៅលើមហាកុសលកើតឡើងទេតាទេហត់ដូចជាយើងកម្មសិលអញ្ចឹងយើងកម្មសិលតែនេះគឺថាខុសពីទានបន្តិចប៉ុន្តែក៏រាប់បញ្ចូលនៅក្នុងអភ័យទាននេះគ្រាន់តែលើកបញ្ជាក់ឲ្យឃើញថាជាកុសលទានគឺប្រព្រឹត្តទៅដោយការចុះដើមទុនលះបង់បច្ច័យ4ដល់ទៅសិលអត់មានអស់បច្ច័យ4ទេប៉ុន្តែវានៅក្នុងអភ័យទានដែរឲ្យជីវិតឲ្យជីវិតនឹងឲ្យយ៉ាងម៉េចយើងមិនមែនមានជីវិតណាទៅឲ្យដូចអាមិសទានដូចជាបច្ច័យ4អីមានចៃវរបិណ្ឌបាតអីទេណាប៉ុន្តែឲ្យជីវិតគឺត្រង់វាចាបាណារិបាតហ្នឹងនឹងឲ្យដែរឲ្យគេរស់មានពូជគឺជីវិតអាយុវែងអញ្ចឹងទៅសុខភាពមមួនល្អមិនភ័យមិនខ្លាចអីហ្នឹងគឺបរិបូរនៅក្នុងបាណាតិបាតាវេរមណីក្នុងសិក្ខាបទទី1ហ្នឹងណាពូជនៃរូបល្អរូបស្អាតពូជនៃការជួបជុំក្រុមញាតិអីមានទាំងអស់មានសម្បើមណាត្រឹមតែវាចាបាណារិបាតហ្នឹងគឺឲ្យសេចក្តីសុខគេច្រើនរឿងណាទេនោះយើងតែកាលណាមិនស្លាប់ហើយហ្នឹងគឺតែត្រូវបានអ្វីច្រើនណាស់ហ្នឹង
បានការមិនសោយសោកបានការជួបជុំបាននៅក្នុងជាមួយទ្រព្យសម្បត្តិញាតិមិត្តបងប្អូនអីអ្នកវាចាបាណារិបាតហ្នឹងគឺមានពូជនៃសេចក្តីសុខច្រើនមែនទែនសរុបមកគឺមិនមានភ័យហ្នឹងបាននៅសេចក្តីខ្សែមសានហើយណាហ្នឹងដូច្នេះវាអត់មានត្រូវអស់មាសប្រាក់លុយកាក់អីដូចជាអមិសទានទេប៉ុន្តែនៅក្នុងអភ័យទានហ្នឹងជាកុសលនៅត្រង់កន្លែងណាទៀតបានថាជាកុសលគឺត្រង់ដែលថាចិត្តនឹងវាស្អាតចិត្តស្អាតគឺជាកុសលហើយណាកុសលហើយនឹងចិត្តនឹងវាអត់បែកចេញពីគ្នាបានទេចឹងអត់អាចរំលែកកុសលផ្សេងចិត្តផ្សេងឲ្យខុសពីគ្នាទេគ្រាន់តែថាសភាវៈធម៌ចិត្តនិងចេតសិកដោយឡែកពីគ្នាប៉ុន្តែកើតជាមួយគ្នារលត់ជាមួយគ្នាដឹងអារម្មណ៍តែមួយជាមួយគ្នាអាស្រ័យវត្ថុដូចគ្នារបៀបដូចជាសម្ពុតហើយនឹងស្អាតអញ្ចឹងហើយយើងគិតយកស្អាតទៅដាក់ក្នុងទូតែឯងអត់យកសម្ពុតទៅបានទេអត់បានទេណាគឺថាស្អាតអីស្អាតសម្ពុតអញ្ចឹងយកទៅដាក់ក្នុងទូយកអីទៅយកសម្ពុតស្អាតអាសម្ពុតហ្នឹងព្រីបីដូចជាចិត្តអញ្ចឹងទៅជាឈ្មោះរបស់ចិត្តអាស្អាតហ្នឹងគឺបុណ្យទៅបុណ្យហ្នឹងគឺសភាពស្អាតរបស់សម្ពុតហ្នឹងហើយស្អាតហ្នឹងស្អាតអីពីមុនដំបូងដែលវាមិនតាន់ស្អាតហ្នឹងវាមានស្អីវាមានក្អែលសៅម៉ងអាហ្នឹងជាឈ្មោះរបស់បាបអាក្អែលអាគ្រឿងសៅម៉ងហ្នឹងដល់ទៅបោកដោយទឹកដោយសាប៊ូបញ្ចេញក្អែលអស់ទៅសពុតហ្នឹងវាស្អាតទៅពុតហ្នឹងស្អាតហ្នឹងគឺសភាពនៃចិត្តស្អាតនឹងឯងគឺចិត្តដែលប្រព្រឹត្តទៅជាមួយគ្នានឹងបុណ្យហ្នឹងវាជាប់ក្នុងចិត្តហ្នឹងដែលធ្វើឲ្យចិត្តនឹងឯងបានស្អាតព្រោះបានបណ្ដេញនៅទូលីមន្ទិលក្អែលអីផ្សេងអស់ហើយវាមិនដែលមានចិត្តតែឯងដោយអត់មានចេតសិកប្រកបជាមួយទេដូច្នេះគឺថាចិត្តហ្នឹងគឺថាចិត្តវាស្អាតហើយប៉ុន្តែដែលចិត្តស្អាតហ្នឹងវាមានតួបុណ្យដែលជាសភាវៈស្អាតហ្នឹងជាប់ជាមួយនឹងចិត្តហ្នឹងដែលធ្វើឲ្យធូលីមន្ទិលសៅម៉ងហ្នឹងចេញពីសម្ពុតហ្នឹងអស់ទៅគឺថាវាជាប់នៅក្នុងសន្តាននឹងឯងសភាពស្អាតហ្នឹងជាទានក្តីជាសិលក្តីជាភាវនាក្តីហ្នឹងបានយើងត្រូវឲ្យយល់ពីអំណាចរបស់បុណ្យធ្វើឲ្យមន្ទិលសៅម៉ងលោភៈទោសៈមោហៈមច្ឆរិយៈក្តីកំណាញ់អ៊ីសាទិដ្ឋិមាននេះអីហ្នឹងមានការសាបសូន្យទៅបាត់បង់ពីចិត្តសន្តានទៅសភាពនៃចិត្តស្អាតហ្នឹងក៏មានការប្រព្រឹត្តទៅជាមួយគ្នានឹងចិត្តហើយនឹងស្អាតហ្នឹងនោះមិនអាចបែកចេញពីគ្នាបានទេនេះគឺគ្រាន់តែចង់បញ្ជាក់ឲ្យឃើញពីសភាវៈបុណ្យទៀតណាវៈបុណ្យហ្នឹងប៉ុន្តែដរាបណាដែលនៅមិនតាន់លះដាច់ជាសមុច្ឆេតណាទៀតបាបហ្នឹងវានៅកើតឡើងតែបុណ្យហ្នឹងវានៅសន្សំក្នុងសន្តានហ្នឹងសំសន្តានទាល់តែបានកពូនខ្លាំងក្លាទៅសម្រេចនៅលោកតរៈដែលលោកតរៈហ្នឹងហើយដែលផ្ដាច់បង់នៅបាបអកុសលហ្នឹងឲ្យដាច់ជាសមុច្ឆេតទៅដូច្នេះគឺសរុបមកបុណ្យហ្នឹងនៅត្រង់សភាវៈដែលស្អាតហ្នឹងស្អាតហ្នឹងស្អាតអីស្អាតចិត្តហ្នឹងឯងទោះអត់មានទៅឲ្យស្អាតអីទេបុណ្យនោះអត់មានឲ្យទៅស្អាតរូបកាយអីទេសភាវៈបុណ្យហ្នឹងគឺធ្វើឲ្យចិត្តហ្នឹងស្អាតជាគ្រឿងលាងជំរះមន្ទិលសៅម៉ងក្នុងសន្តានហ្នឹងនិយាយពីរឿងបុណ្យណាដូច្នេះក្នុងសិលនេះគឺសំខាន់ណាស់គ្រប់គ្រងលោភៈទោសៈមោហៈទៀតសិលគ្រប់គ្រងលោភៈទោសៈមោហៈហ្នឹងគ្រប់ពេលវេលាមិនអាចដើម្បីប្រព្រឹត្តទុច្ចរិតដោយកាយវាចាទៅបានទេហើយមិនមែនមានតែចេតនាសិលគ្រប់គ្រងកាយវាចានឹងទៀតតែសិលមានចេតសិកកសិលគ្រប់គ្រងចិត្តទៀតការប្រព្រឹត្តទៅដោយអវិជ្ជាវិសមៈលោភៈហ្នឹងគឺសិលគ្រប់គ្រងបានដោយចេតសិកកសិលណាមានអនភិជ្ជាគ្រប់គ្រងអវិជ្ជាហ្នឹងហើយវាមានព្យាបត្តិវាមានចេតសិកកសិលគឺអព្យាបត្តិគ្រប់គ្រងបានទៀតមិច្ឆាទិដ្ឋិនឹងមានសម្មាទិដ្ឋិគ្រប់គ្រងទៀតណាចេតសិកកសិលហ្នឹងអញ្ចឹងសិលដែលមានជាប្រកដីហ្នឹងមានអានុភាពសម្បើមមែនទែនហើយអត់មាន
ត្រូវអស់លុយអស់កាក់អីដូចជាទាននៅកុសលទេតែជាកុសលយ៉ាងសំខាន់នៅជាប្រចាំគ្រប់គ្រងកិលេសមិនឲ្យកិលេសនឹងឯងមានការកម្រើកឡើងហើយបង្កប់បញ្ជាឬថាជាបច្ច័យញ៉ាំងទុច្ចរិតឲ្យប្រព្រឹត្តទៅតាមកាយវាចាហើយនឹងមโนទុច្ចរិតជាអកុសលកម្មតាមផ្លូវចិត្តជាមโนកម្មជាអកុសលណាមិនឲ្យកើតឡើងបានទេហ្នឹងហើយយើងគិតមើលល្អប៉ុណ្ណាទៅហើយក្នុងកិច្ចការរបស់កុសលដែលប្រព្រឹត្តទៅដើម្បីកម្ចាត់បងនៅមេរបស់បាបគឺអវិជ្ជាហ្នឹងគឺតើតែមានសិលហុំព័ទ្ធអញ្ចឹងទេមានសិលហុំព័ទ្ធបានធ្វើឲ្យកិលេសនឹងឯងមានការត្រុតត្រោមមានការថមថយតែហុំព័ទ្ធដោយសិលរួចបានចូលទៅទៀតដោយការអប់រំចិត្តភាវនានិងបញ្ញាភាវនាចូលទៅកម្ចាត់បងនៅមេក្នុងសន្តានហ្នឹងគឺអវិជ្ជាហ្នឹងហ្នឹងក្បួនដែលត្រូវប្រយុទ្ធជាមួយខ្មាំងគឺកិលេសហ្នឹងគឺមានសិលជាគ្រឿងហុំព័ទ្ធកិលេសហ្នឹងមិនឲ្យញ៉ាំងកាយវាចាឲ្យទុច្ចរិតនិងមโนទុច្ចរិតទៅបានទេហើយបានចម្រើនចិត្តភាវនាហ្នឹងគឺសេចក្តីស្ងប់អកុសលនិវរណៈហើយនិងបញ្ញាភាវនាហើយកម្ចាត់បងនៅអវិជ្ជានិវរណៈអវិជ្ជាដែលជាឫសគល់អវិជ្ជាដែលជាមេតបរបស់កិលេសអវិជ្ជាដែលជាក្បាលរបស់កិលេសសិក្សាគឺអវិជ្ជាហ្នឹងហើយយើងមើលសភាពនៃកុសលចូលទៅដល់ចិត្តភាវនារហូតចូលទៅដល់បញ្ញាភាវនាមានតេតងអីនឹងរឿងលុយកាក់ទ្រព្យសម្បត្តិអីអត់តែជាបុណ្យដ៏សំខាន់ណាស់ក្នុងការចម្រើនមេត្តានឹកឃើញបំណងរបស់សត្វទាំងឡាយដែលចង់បានសុខទោះជាគេធ្វើអីក៏ដោយនឹកឃើញថាគេចង់បានសុខដូចយើងមកអង្គុយរៀនធម៌អញ្ចឹងយើងមករៀនធម៌ហ្នឹងយើងចង់បានសុខគេចង់បានសុខដែរតែគេអត់ដឹងថាត្រូវមកស្ដាប់ធម៌មករៀនធម៌មកបប្រតិបត្តិធម៌ទេគេធ្វើអ្វីតាមការគិតយល់របស់គេប៉ុន្តែដាក់ចិត្តទៅត្រង់ដែលថាគេចង់បានសុខដូចយើងមកអញ្ចឹងគេស្រែកលោឡាអីចឹងទៅឬគឺគេទៅណាមកណាអញ្ចឹងគឺចង់បានសុខមានមេត្តាកើតឡើងព្រឹបចំពោះសត្វទាំងអស់ដែលចង់បានសុខគឺនេះមេត្តានឹងជាបុណ្យកុសលយ៉ាងសំខាន់ហើយបុណ្យកុសលក្នុងពេលនឹងព្រឹបមានអស់ប្រាក់ឯណានេះដែលចង់បញ្ជាក់អំពីរឿងកុសលណាកុំឲ្យយើងឃើញថាតើតែអស់ប្រាក់បានជាកុសលនេះនិយាយអំពីរឿងបូជាជីវិតនេះតើជាកុសលយ៉ាងណាបើបរិក្ខាហកៈអត់បានទទួលជាបច្ច័យ4ផងហ្នឹងអាហ្នឹងបានខ្ញុំកណ្ដាលខ្ញុំបានហ្នឹងបកស្រាយកន្លែងហ្នឹងឲ្យឃើញថាមិនមែនចាំបាច់តល់តែបរិក្ខាហកៈបានទទួលបច្ច័យ4ទៅឈ្មោះថាបានធ្វើបុណ្យទេ